មួយនេះជាធេរារៀមក៏បានជាអក្វារៀមក៏បានតិចទៀតចាំខ្ញុំប្រាប់ថាហេតុអីប៉ុន្តែឥឡូវដោយសារឃើញទុកគ្នាចោលយូរហើយដោះសុបទប់ឲ្យប្រឡាក់ដីប្រឡាក់អីពេញកែផងខ្ញុំយកមកសម្អាតចេញសិនដំបូងខ្ញុំដកហើយកាត់ចេញកូនប្រវត្តិទួយៗដែលដុះនៅខាងលើហ្នឹងគឺខ្ញុំអត់ចង់ទុកវាទេដោយសារវានឹងដោះទៅធំពេកទៅតកន្លែងហ្នឹងអញ្ចឹងណាអញ្ចឹងហើយខ្ញុំកាត់វាចេញសិនហើយនឹងកាត់ស្លឹកផ្សេងៗដែលបាក់ឬមួយរលួយដោយសារស្លឹកដែលឆេះហ្នឹងដោយសារវាដោះមកទល់ពូលខាងលើក្តៅនឹងឆេះស្លឹកអាហ្នឹងយើងកាត់ចោលទៅហើយស្លឹកណាដែលរលួយនៅខាងក្រោមហ្នឹងក៏យើងរើសចេញអញ្ចឹងណាកុំទុកនាំតាធំក្លិនអាចទៅជាស្លែទៅជាផ្សិតអីចឹងនេះឃើញជាងកែវហ្នឹងខ្ញុំជូតមកសិតតែស្លែដោយសារក្នុងហ្នឹងរៀងសើមខ្លាំងដែរហើយផ្អាប់ទុកយូរទៅវាទៅជាស្លែទៅជាអីចឹងខ្លះអញ្ចឹងយើងយកមកសម្អាតចេញកុំឲ្យវាស្អាប់កញ្ចក់យើងមើលអីអត់ឃើញហើយពីដំបូងវីដេអូដែលខ្ញុំថាវាជាធេរារៀមក៏បានជាអក្វារៀមក៏បានហ្នឹងដោយសារពេលខ្ញុំធ្វើដំបូងខ្ញុំស្ទាក់ស្ទើរអត់ដឹងថាធ្វើមួយណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តជ្រើសរើសយករុក្ខជាតិដែលដាំក្នុងទឹកក៏បានលើគោកក៏បានហើយមកដែលខ្ញុំយកមកដាំហ្នឹងក៏ជាប្រភេទមកក្នុងទឹកដែលបន្សំខ្លួនវានៅលើគោកបានដែររុក្ខជាតិមួយប្រភេទហ្នឹងឈ្មោះវាជាភាសាអង់គ្លេសហៅថា cryptocurrent គេហៅកាត់ថា crypt ហ្នឹងជាប្រភេទរុក្ខជាតិដាំក្នុងទឹកទេគេចិញ្ចឹមអាងក្នុងអាងត្រីក្នុងអីចឹងណាហើយប៉ុន្តែគេដាំឲ្យវាដោះផុតពីទឹកមកទៅជាទម្រង់លើគោកក៏បានដែរចំណែកឯមកនៅផ្នែកខាងលើវិញហ្នឹងគឺអ្នកធ្វើអាងត្រីស្គាល់ពីប្រភេទ Java moss ប៉ុន្តែនៅពេលទៅវាដោះក្នុងទឹកវាទម្រង់ផ្សេងដល់ពេលយើងយកមកបន្សំលើគោកអញ្ចឹងទៅវាចេញទម្រង់មួយបែបទៀតអញ្ចឹងទៅមកហ្នឹងទោះបីយើងដាំលើគោកមែនក៏ប៉ុន្តែយើងត្រូវអាសាបាញ់ទឹកឲ្យវាសើមបើមិនអញ្ចឹងទេវាស្ងួតនឹងខូចអញ្ចឹងដូចផ្នែកខាងលើហ្នឹងគឺយើងឆក់ហ្នឹងដោយសារវាស្ទើរទឹកធេរារៀមនេះខ្ញុំអត់ចាំថាខ្ញុំធ្វើប្រហែលឆ្នាំទេប៉ុន្តែក៏យូរដែរហើយអាចពី2ទៅ3ឆ្នាំយ៉ាងតិចដោយសារខ្ញុំដាំមុនកូនខ្ញុំកើតផងឥឡូវកូនខ្ញុំ2 ឆ្នាំហើយហើយនេះខ្ញុំយកមកពីអាងរបស់ខ្ញុំមួយទៀតទៅបំពេញបន្ថែមអញ្ចឹងណាដោយសារយើងនៅក្នុងក្រុងយើងពិបាកទៅរកមកពេលខ្លះយើងបេះពីនេះពីនោះអញ្ចឹងទៅយើងយកមកដាក់បន្ថែមអញ្ចឹងបងប្អូនដែលនៅតាមខេត្តអីសបោមកអីអាចយកមកដាំបានដោយមិនបាច់ធ្វើដូចខ្ញុំទេខ្ញុំដោយសារខ្ញុំមានមកតិចតួចដែរខ្ញុំបេះពីនោះយកមកដាក់អញ្ចឹងណាដាំរបៀបខ្ញុំនេះអាចយូរបន្តិចដោយសារយើងទុកពេលឲ្យមកនឹងវាដុះវាទីពេញខាងលើនឹងអញ្ចឹងបើយើងមានច្រើនក៏យើងដាក់ទៅពេញឆាប់ស្អាតដែរប៉ុន្តែបើអត់មានទេក៏អាចធ្វើរបៀបខ្ញុំបានគ្រាន់តែសម្រាប់បងប្អូនដែលមិនសូវមានការអត់ធ្មត់ទេអាចធុញបន្តិច